បន្ទាប់ពី Taylor បានងូតទឹកផ្លែខែរួចហើយក៏បានចូលមកក្រោមហើយបានឃើញផ្កាដែលបិទជាប់នឹងពីដានទាំងអស់គ្នាផ្កាហ្នឹងហើយដែលធ្វើឲ្យមានព្រឹត្តិការណ៍ kiss កើតឡើងអញ្ចឹង Taylor អត់ចាំយូរទេហក់បេះយកផ្កានឹងចេញពីដាមនឹងហើយគប់ចេញទៅក្រៅផ្ទះហ្មងសាហាវដែរ Taylor យើងហើយក៏មកញ៉ាំបាយជុំគ្នាប៉ាម៉ាក់របស់ Taylor ហ្នឹងក៏បានសួរនាំទៅកាន់ Jess ដែលជា Olive របស់យើងហ្នឹងអំពីស្ថានភាពគ្រួសារការងារហើយ Olive យើងហ្នឹងចេះតែឆ្លើយទៅក៏ចេះតែឆ្លើយទៅដែរតែរឿងតាក់បន្តិចនៅពេលដែលប៉ា Taylor សួរពាក់ព័ន្ធជាមួយនឹងការងារ software developer ហើយ Olive ចេះតែឆ្លើយទៅថាពេលខ្លះខ្ញុំក៏ឆ្ងល់ខ្លួនឯងដែរវាហាក់ដូចជាស្មុគស្មាញពិបាកពយល់ហើយពេលហ្នឹងបាន Taylor មកជួយសង្គ្រោះបានពង្រៀងដានទៅរឿងបង្អែមហើយបាក់របស់គាត់ហ្នឹងថាគ្រួសាររបស់យើងអត់ដែលចូលចិត្តបង្អែមទេអត់ដែលមានបង្អែមផងហ្នឹង Taylor ថាមិនសម្រាប់កូនទេសម្រាប់ Jess តាព្រោះអី Jess ចូលចិត្តបង្អែមហើយ Olive ហ្នឹងក៏ចេះតែចាក់បដ យទៅតាមដែរទៅថាហ្នឹងហើយខ្ញុំចូលចិត្តបង្អែមញ៉ាំបាយរួចហើយក៏មកបន្ទប់គេងសម្រាប់វិញ Olive ក៏បានសួរ Taylor ថាមិនបានដឹងថាខ្ញុំចូលចិត្តបង្អែម Taylor ថាព្រោះតែគាត់សង្កេតមើលពីការញ៉ាំរបស់ Olive ពេលដែលមកជាមួយគ្នាហ្នឹងហើយ Olive ក៏បន្តសួរទៀតជាហោហាទៅតបមក Taylor ក៏សួរ Olive ដល់សំណួរមួយថា top or bottom ហើយមិនបានទៅសួរគេរឿងហ្នឹងវិញកូនស្រីព្រោះ Olive នឹងឆ្ងល់មែនតើហើយក៏សួរបញ្ជាក់វិញថាអីគេវិញតែ Taylor ក៏បកស្រាយថាខ្ញុំចង់បានន័យថាក្រែចង់គេងនៅលើឬក៏ខាងក្រោមហើយ Olive ក៏ថាខ្ញុំអីក៏បានដែរហើយក៏ម្ចាស់ផ្ទះគេងនៅខាងលើសមាជិកថ្មីគេងនៅខាងក្រោមតែពេលហ្នឹង Taylor ក៏បានអធិស្ឋាន Olive ដែរតែ Olive អត់ប្រកាន់អីទេគាត់ថាគាត់បាននិយាយពីប៉ាម៉ាក់របស់ Taylor ថាពួកគាត់មើលទៅល្អណាស់ដូចអីដែល Taylor គិតហើយនិយាយប្រាប់គាត់ទេ Taylor ក៏យល់ស្របជាមួយនឹងចំណុចហ្នឹងដែរហើយ Olive ហ្នឹងក៏រកនិយាយពីរឿងហ្នឹងទៀតហើយតែ Taylor ថា good night អញ្ចឹង Taylor ហាក់ដូចជាអត់ចង់និយាយពីរឿងហ្នឹងទៀតទេថ្ងៃថ្មីក្រៅពីដេកមកអត់ទាន់គេដែរ Olive យើងព្រោះគ្រួសាររបស់ Taylor មានទម្លាប់ក្រៅពីព្រឹកតាំងពីម៉ោង 6 ព្រឹកក៏ពេលក្រោយហើយ Olive ក៏ចុះទៅក្រោមនិយាយ good morning ហើយដើរទៅថាកូនស្រីគេនិយាយថា good morning honey កូនហ្នឹងរត់តែផ្លូវចំណេញទេម៉ាក់វិញឃើញកូនស្វីតអញ្ចឹងឡើងញោមស្រស់ព្រមទាំងព្រឹកហ្មងហើយក៏បបួលកូនទៅរកដើម Christmas ពេលម៉ាក់ចេញទៅហើយ Jess ហ្នឹងក៏ចេញពីខ្លួនរបស់ Olive ភ្លាមហើយក៏សួរ Taylor ថាមិនអីយួតអីណែ Taylor ថាអត់អីទេហើយអធិស្ឋានដែលម៉ាក់ខ្ញុំបបួលទៅរកដើម Christmas Olive ថាអត់អីទេសប្បាយសឹងអីOlive សប្បាយរឿងបានថើបកូនស្រីគេហើយពេលដើររកហ្នឹងយ៉ាងយូរគឺគ្មានបានអីមកវិញទេអញ្ចឹង Olive ក៏លេង Snow Angel ហ្មងទៅហើយប៉ាម៉ាក់របស់ Taylor ឃើញ Olive លេងតំណងអញ្ចឹងក៏ទៅលេងជាមួយដែរអញ្ចឹងមិនទៀត Taylor នៅម្នាក់ឯងហ្នឹងក៏ត្រូវបង្ខំចិត្តលេងជាមួយគេដែរទៅមើលទៅគឺសប្បាយខ្លាំងមែនតើហើយមានសុភមង្គលយល់ទៅនៅពេលដែលគ្រួសារគាត់ទទួលស្គាល់កូនរបស់គាត់ជាគាត់ណាហើយកូនរបស់គាត់ជាមនុស្សល្អទៀតគ្រួសារហ្នឹងគឺមានសុភមង្គលបែបហ្នឹងអត់ដូចកាលដែលពេលប៉ាម៉ាក់របស់ Taylor អត់ទាន់ទទួលស្គាល់ Taylor ទេព្រោះគាត់លែងហ៊ានទៅផ្ទះលែងហ៊ានប្រស្រ័យទាក់ទងមួយគ្រួសារហើយក៏បាត់បង់អារម្មណ៍ស្និទ្ធស្នាលទាំងអស់ហ្នឹងបន្ទាប់ពីមកពីរកដើម Christmas វិញអត់បានប្រើដើម Christmas ជ័រទៅដែរហើយម៉ាក់កូនក៏នាំគ្នាដេកដើម Christmas ហ្នឹងទៅហើយក្នុងពេលហ្នឹងដែរម៉ាក់ Taylor បានឲ្យ Jess ហ្នឹងនិយាយពីរឿងរ៉ាវស្នេហាដែលពួកគេជួបគ្នាដំបូង Olive យើងពេលហ្នឹងភ័យឡើងបែកញើសមកព្រោះអីខ្លួនអត់បានដឹងពីចំណុចហ្នឹងទេអញ្ចឹង Olive យើងនិយាយទាំងរដាក់រដប់រអេរអាក់ថាគាត់ជួបគ្នានៅហាងលក់ទំនិញហើយកំឡុងពេលហ្នឹង Taylor ក៏និយាយទៅណា Olive ដែរប៉ុន្តែ Taylor និយាយថាគាត់បានជួបគ្នានៅក្នុងផ្សារទំនើបធ្វើឲ្យម៉ែនេះឡើងឆ្ងល់តែ Olive ហ្នឹងក៏បន្ថែមទៀតថាហាងលក់ទំនិញនៅផ្សារទំនើបឆ្លាតរបស់គេ Olive យល់ទៅម្នាក់និយាយគោម្នាក់និយាយក្បីតែ Olive យើងបកកែសម្របសម្រួលណាហើយបន្ទាប់មកក៏និយាយពីតាណាដើមតងបន្ថែមថាពេលហ្នឹងគាត់ឃើញ Taylor និយាយលឺម្នាក់ឯងសម្លឹងមើលទៅខ្សែកមួយដែល Taylor ពិតជាចង់បានខ្លាំងមែនតើហើយគាត់បានឃើញពន្លឺចេញពីភ្នែករបស់ Taylor មកនៅពេលដែល Taylor បានឃើញនៅអ្វីដែលខ្លួនឯងស្រឡាញ់ហើយចង់បានហើយម៉ាក់របស់ Taylor កន្លែងហ្នឹងគាត់ឡើងរំភើបអីគាត់ក៏អញ្ចឹងដែរ Olive បន្តថាបន្ទាប់មកគាត់ក៏ដើរតម្រង់ទៅនិយាយមួយ Taylor ហ្មងថាយូពិតជាស័ក្តិសមនឹងទទួលបានវាខ្ញុំអត់បានស្គាល់យូទេប៉ុន្តែខ្ញុំដឹងថាយូពិតជាស័ក្តិសមជាមួយនឹងវាខ្លាំងណាស់ហើយខ្សែកហ្នឹងជាខ្សែកដែល Taylor បានពាក់វាមកដល់សប្តាហ៍ថ្ងៃនេះម៉ាក់របស់ Taylor ស្ដាប់ហើយគាត់ឡើងរំភើបស្រក់ទឹកភ្នែកហ្មងអូយរំទៅ Olive គឺប៉ិនសាហាវហ្មងអាបកើតរឿងហ្នឹងណាហើយវាមានភាពបតកលាគ្នាទៀតអត់ធម្មតាទេតែសើតែចិត្តស្មោះដល់ម៉ោងដេកទៀតហើយតែ Taylor អត់ទាន់ចូលគេងទេអញ្ចឹងទៅ Olive ក៏ទៅតាមមើលនៅខាងក្រោមឃើញ Taylor កំពុងតែអង្គុយធ្វើការងារហើយពួកគាត់ក៏បានផឹកសូកូឡាក្តៅជជែកគ្នាលេងអាំងស្ករញ៉ាំចែកម្លែករឿងក្នុងចិត្តទៅវិញទៅមកចំណុចទាំងអស់ហ្នឹងបានធ្វើឲ្យពួកគាត់មានភាពស្និទ្ធស្នាលជាមួយគ្នាលឿនខ្លាំងមែនតើព្រឹកឡើងម៉ាក់និងកូនក៏បានធ្វើនំដើម្បីត្រៀម
សម្រាប់ការជួបជុំបងប្អូននៅពេលល្ងាចវគ្គនេះគេញ៉ាំគ្នាលេងទៅវិញទៅមកហើយ Tyler មនុស្សអត់ដែរញ៉ាំបង្អែមទេដល់ពេលថ្ងៃហ្នឹងគេចេះញ៉ាំនំ Admin គិតថាកូននឹងចង់សាកញ៉ាំនំតាមគេដែរដល់ពេលញ៉ាំទៅប្រឡាក់មាត់អញ្ចឹង Olive ក៏យកដៃទៅជូតឲ្យវគ្គនេះ Admin ឡើងល្មួលហ្មងឯមែនល្ងាចនៃការជួបជុំក៏បានមកដល់ហើយមើលអាវប្រពៃណីគ្រួសារដែល Tyler ពាក់អនៅក្នុងចិត្ត Admin នឹងច្បាស់ណាស់ថា Tyler គិតថាអូយខ្ញុំពាក់អាវនឹងទៅឡើងចាស់ហើយ Olive ក៏ចូលមកដែរតែ Tyler និយាយហាម Olive ថាអត់មាននិយាយអីពីខ្ញុំទេណា Olive នឹងចង់ញ៉ោះគេដែរនៅតែចង់និយាយទៀតថាខ្ញុំចង់បានន័យថាហើយ Tyler ញ៉ោះវិញថាមួយថ្ងៃហ្នឹងយូរសម្ដែងបានល្អប្រហែលជាអត់ចង់ឲ្យខ្ញុំប្រឈប់ណែហើយ Olive ក៏តបវិញបែបញ៉ោះដែរថាទទួលស្គាល់ទៅ Tyler ថាយូរត្រូវការមីអាយយ Olive លេងយកការប៉ັດមកនិយាយលេងហ្មងបន្ទាប់មក Tyler ក៏បានហៅឈ្មោះ Olive ហេតុអីបានយូរបានអាវពាក់ដាក់ខ្ជូតជាងមីចឹងតាមពិតកូននឹងចង់ទៅសើគេថាខ្ជូតសោះហ្នឹងតែឡើងក្បាច់ក្បោហើយក៏ចូលមកដល់ការជួបជុំដ៏សប្បាយរីករាយនៅក្នុងគ្រួសាររបស់ Tyler ពួកគាត់មានជាការនិយាយគ្នាលេងញ៉ាំបាយជុំគ្នាហើយជជែកគ្នាលេងយ៉ាងក្អាកក្អាយមកកាន់មកដល់ព្រឹកឡើងមានជាការចម្លែកជាខ្លាំងគឺ Olive ក្រោកមុន Tyler តែមក Tyler វិញញ៉ក់ញឹមឡើងបិទមាត់អត់ចិត្តទេអូ Tyler ខ្ញុំអើយប្រហែលជាលងស្នេហ៍តារាសម្ដែង Olive ហើយមកទៅមើលឃើញ Tyler អត់សូវនិយាយស្ដីមកសពនបែបហ្នឹងម៉ាក់គាត់ឆ្ងល់ហើយក៏បានសួរទៅកូនថាមិនបាច់ស្ងាត់ម៉ែមាននឹងអីកាត់ឡើងកាលពីយប់មិញមែន Tyler បកកាយថាអូអត់អីទេគាត់អត់អីទេតែម៉ាក់របស់គាត់នៅតែអត់ចិត្តចឹងតែពេលហ្នឹងគាត់ក៏ត្រូវទៅផ្សារទិញរបស់ដែរអញ្ចឹងហើយគាត់ក៏សួរថាមានអ្នកគេចង់ទៅមួយគាត់អត់ Olive ក៏ស្ម័គ្រចិត្តទៅជាមួយហើយក៏សួរ Tyler ថាចង់ទៅដែរអត់ Tyler ថាអត់ចង់ទៅទេព្រោះអីមានការងារមកហើយកន្លែងនេះគេដាក់ភ្លេងរៀងសោកសៅ stress ហើយបរិយាកាសធ្វើការរបស់ Tyler វិញក៏ stress ដែរតែមើលទៅខ្ញុំគិតថា stress នឹងរឿងផ្ទាល់ខ្លួនច្រើនជាង Tyler ធ្វើការរហូតដល់ដេកលក់មកញាក់ឡើងក៏ចូលមកក្រោមនិយាយជាមួយប៉ាសួរប៉ារបស់គាត់ថាប៉ារបស់គាត់នឹងមានកសែតរឿង Gone with the Wind គាត់ថារឿងហ្នឹងគាត់មានតាហើយរឿងហ្នឹងយូរហើយគាត់ទៅសារកូនមកគាត់មែនតើចង់មើលរឿងពីដើមមកវិញទាំងអស់គ្នាដឹងថាហេតុអីបាន Tyler ចង់មើលរឿង Gone with the Wind ដោយសារតែរឿងហ្នឹងជា favorite movie របស់ Olive វាថាចង់ស្វែងយល់ពីគេចឹងទៅក៏មើលរឿងដែលគេចូលចិត្តចឹងទៅហើយរឿងហ្នឹង Tyler មើលឡើងយំហ្មងព្រោះអីរឿងមនោសញ្ចេតនាហើយលក្ខណៈជាប្រភេទប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមស៊ីវិលអាមេរិកពីអ្នកម៉ាក់កូននេះមកពីផ្សារវិញហើយក៏ឃើញ Tyler អង្គុយមកជាដើមអ្នកឯងគាត់សួរថាមិនបានភ្នែកក្រហមអញ្ចឹង Tyler ថាអូគាត់អង្គុយមុខផ្សែងភ្លើងអញ្ចឹងហើយក៏ភ្នែករបស់គាត់ចឹងទៅរួចហើយក៏ដល់ពេលញ៉ាំបាយជុំគ្នាតែ Tyler ថាញ៉ាំមិនព្រោះអីឆ្អែតគាត់សុំទៅបន្ទប់មុនទឹកមុខរបស់ Olive គឺបារម្ភហើយក៏ឡើងមកមើល Tyler ដល់បន្ទប់ហើយយកអីមកញ៉ាំជាមួយគ្នាដែរហើយក៏អួតថានេះខ្ញុំខំធ្វើម្ហូបដែលយូចូលចិត្តមកឲ្យតែអត់ដឹងថាយូចូលចិត្តមែនអត់ទេព្រោះអីម៉ាក់សួរខ្ញុំចេះតែឆ្លើយទៅ Tyler កន្លែងហ្នឹងទប់សំណើអត់បានទេទាំងខ្លួនឯងហ្នឹងក៏ពងតែក្រៀមក្រំក៏ដោយ Olive សួរថាប្រកាសអត់ថាគ្រប់យ៉ាងអត់អីហើយ Tyler ថាគាត់អត់អាចបន្តកុហកអញ្ចឹងបានទៀតទេវាដូចជាហូបដែលកំណត់ដែរគួរតែបញ្ឈប់ហើយប្រាប់ប៉ាម៉ាក់ថាបញ្ញាប់ទៅធ្វើការវិញហើយលុយហ្នឹងយូរនឹងទទួលបានដូចពេលដែលយើងនិយាយគ្នាអញ្ចឹង Olive តបថាជប់អាមើចុះបើយើងគ្រាន់តែប្រាប់ពួកគាត់តាមត្រង់ទៅហើយខ្ញុំសន្យាថាវានឹងអត់អីទេប៉ុន្តែ Tyler វិញគឺអត់ចង់ធ្វើអញ្ចឹងទេហើយអត់មានយល់ពីការគិតរបស់ Tyler គាត់គិតថាបើប្រាប់ថាសង្សាររបស់គាត់នឹងគាត់បែកគ្នាហើយប៉ាម៉ាក់អាចនឹងបន្ទោសហើយវាពិតជាពិបាកខ្លាំងមែនតើព្រោះអីគាត់ស្រឡាញ់មនុស្សស្រីនិយាយតែប៉ុណ្្នឹងទាំងអស់គ្នាក៏អាចនឹងយល់ដែរ Olive ក៏តបថាអញ្ចឹងចង់លាក់បាំងរហូតមែនហើយចុះពេលដែលអត់មានខ្ញុំអត់យល់ពីយូរទេTyler ក៏អត់ដឹងដែរនឹងក្នុងខ្លួននឹងកំពុងតែច្បុកច្បល់ហើយស្មុគស្មាញគាត់គិតពីគ្រួសារខ្លាចពួកគាត់ឈឺចាប់ហើយក៏អត់ចង់ឲ្យ Olive ឈឺចាប់ដែរហើយបរិយាកាសនៅក្នុងបន្ទប់នឹងក៏ស្ងប់ស្ងាត់ពីអ្នកនឹងគឺអត់ដឹងថានិយាយអីតទៀតទេហើយ Olive ដ៏ក្លាហានរបស់យើងនឹងក៏អោនទៅថើបកូនគេហើយលើកនេះមិនមែនជាការសម្ដែងទេវាកើតចេញពីដួងចិត្តមកហើយកូនគេនឹងក៏មានចិត្តដែរអញ្ចឹងក៏ kiss គ្នាវិញទៅហើយអ្នកមើលដែលស្រឡាញ់គូនឹងក៏រំភើបតាមនឹងទៅភ្ញាក់ពីដេកលើកនេះមិនមែន Tyler ញ៉ាំទេគឺ Olive វិញម្ដងហើយចុះមកក្រោមនិយាយ good morning ហើយទៅ kiss កូនគេទៀតហើយម៉ាក់សួរថាមកយាយគេលក់ស្រួលអត់មានលើប៉ាខ្លួនឯងសមុកអត់ពីអ្នកនឹងបកកាយថាអត់លឺអីផងហើយ Olive ក៏អឹមអៀនសុំទៅបន្ទប់ទឹកទៅតែ Tyler ស្រែកប្រាប់ថាគាត់នឹងទៅលេង tennis មួយប៉ានឹងពី2ម៉ោង Olive ញ៉ាំតបហើយនិយាយថាអូខេតែទឹកមុខរបស់គាត់ប្រែជាស្រពោនភ្លាមមក Tyler មកពីលេង tennis វិញរក Olive អត់ឃើញទេហើយក៏ចាប់ផ្ដើមដឹងភ្លាមហ្មងខំរត់ទៅសួរម៉ាក់ហើយម៉ាក់ថា Olive ទៅវិញបាត់ហើយមានធរៈOlive យើងរត់ចោលកូនគេហើយនេះមនុស្សដែលមានអារម្មណ៍នឹកគេញ៉ាំបាយក៏អត់ឆ្ងាញ់អារម្មណ៍មិននៅនឹងខ្លួនសោះហ្មងសមនឹងឃើញប៉ាម៉ាក់ស្វៀតទៀតហ្នឹង
យំបដោយបន្ទាប់មកក៏ដាច់ចិត្តយកទូរស័ព្ទ call ទៅគេមុនតែ call ទៅអត់ចូលទេបើ admin ជា teller វិញ admin គិតថាគេបោកបាត់ហើយម៉ាក់ឃើញកូនមុខសពូនពេកក៏សួរនាំតែកូនថាអត់អីទេបន្ទាប់មកម៉ាក់របស់គាត់ក៏និយាយថាកូនដឹងអត់ឪពុកម្ដាយមានអារម្មណ៍ដឹង teller តបថាជុំម៉ាក់ដឹងពីអីគេដែរគាត់ដឹងថា teller ស្រឡាញ់មនុស្សស្រីតាំងពីក្មេងៗមកម៉ែ teller ក៏តបថាជុំមិនបានម៉ាក់មានប្រតិកម្មខ្លាំងម៉ែកាលពីលើកមុនម៉ាក់របស់គាត់និយាយទាំងអ៊ូលណែនថាទោះគាត់ជាអ្នកព្យាបាលក៏ដោយប៉ុន្តែមិនមានន័យថាគាត់អត់ធ្លាប់ខុសទេគាត់សុំទោសគាត់ដឹងថាគាត់គួរធ្វើម៉េចនិយាយអីខ្លះឲ្យត្រូវគាត់ចាស់ហើយប៉ុន្តែនៅតែអាចអភិវឌ្ឍការគិតរបស់គាត់បានបន្ទាប់មក teller ក៏បានសុំទោសទៅកាន់ម៉ាក់វិញដែរហើយម៉ាក់កូនក៏បានយល់ពីគ្នាពេលហ្នឹង teller មានកម្លាំងចិត្តប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់ម៉ាក់មកហើយម៉ាក់របស់គាត់និយាយថាតាមពិតគាត់ដឹងតាំងពីដំបូងមកម៉ែព្រោះអីគាត់ធ្លាប់ឃើញ Jazz ម្ដងនៅក្នុងទូរស័ព្ទហើយ Jazz ដែល teller នាំមកនេះគឺអត់ដូច Jazz ដែលគាត់ធ្លាប់ឃើញទេហើយ teller ថាមិនបានមកអាចប្រាប់កូនអញ្ចឹងម៉ាក់ថាមកពីមើលទៅកូនឯងមានភាពចុះសម្រុងនឹងគ្នាហើយខ្ជួតខ្លាំងពេកហើយម៉ាក់គាត់ក៏អត់ចង់ប្របែកកូនគាត់ដោយការមុនទៀតដែរអូយរំទៅវគ្គហ្នឹងខ្ញុំស្រឡាញ់ខ្លាំងមែនតើដោយសារតែការជជែកគ្នាបែបបើកចំហរវាងអាណាព្យាបាលជាមួយនឹងកូនណាហើយបើកចិត្តនៅក្នុងការស្ដាប់គ្នាទៅវិញទៅមករហូតបានយល់ពីគ្នាហើយក៏ដល់ពេលដែល teller ត្រឡប់ទៅវិញដល់ទីក្រុងព្យាយាមតាក់ទងទៅកាន់ Olive ច្រើនដល់មែនតើតាក់ទងអត់ដែរបានទេកាត់មកដល់អ្នកដែល teller ខំតាមរខំតាក់ទងបន្តិចនេះអត់មានខ្វល់អីសោះមកសើមប្រូរឿងជាមួយមិត្តភ័ក្តិធ្វើបង្ងើយហើយក៏ដល់ថ្ងៃគេមកប្រឡងសម្ដែងតែវគ្គហ្នឹងអត់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាទេរហូតដល់ឆ្លងឆ្នាំ Olive សប្បាយជាមួយនឹងមិត្តភ័ក្តិរបស់គេតែមើលមកកាន់ Teller វិញបានត្រឹមតែនៅជាមួយនឹងការងារហើយនឹងអារម្មណ៍នឹកគេតែម្នាក់ឯងអត់មានអា Teller ខ្លាំងណាបងស្រីសាក់ខ្លីក៏មកអួតពីអត្ថបទរបស់គាត់ដែលនិយាយពីសកម្មភាពដែលគូស្នេហ៍អាចធ្វើបានក្នុងកំឡុងថ្ងៃ Christmas ហ្នឹងមានអ្នកចូលអាននិងចូល comment ច្រើនមែនតើហើយនៅពេលដែលបងស្រីសាក់ខ្លីនឹងទៅវិញ Teller ក៏បាន scroll មើលត្រួសអញ្ចឹងទៅហើយឃើញសុទ្ធតែសកម្មភាពដែលគាត់និងគ្រួសារនឹងបានធ្វើជាមួយនឹង Olive ហើយនឹកគេលើសដើមតែអត់សែតទេព្រោះដឹងច្បាស់ហើយថាខ្លួនឯងស្រឡាញ់គេចឹង Teller ក៏មានកម្លាំងចិត្តថានឹងទៅរក Olive ផ្ទាល់ហ្មងឡើងតាក់ទងតាមទូរស័ព្ទទៀតដែរដើមពីកន្លែងជួបគ្នាដំបូងហើយក៏បានតម្រុយជាបន្តបន្ទាប់រហូតដល់ជួបគ្នា Teller បានស្រែកលឺហ្មងថាមេខំតាក់ទងទៅយូរ1លានដងហើយប៉ុន្តែតាក់ទងអត់ដែរចូលទេហើយ Olive ក៏ស្រែកមកវិញថាទូរស័ព្ទខ្ញុំខូចបាត់ហើយហើយអញ្ចឹងដោយសារតែភាពអត់លុយទិញទូរស័ព្ទថ្មីពីនឹងបាត់មកស្នេហាពិតណាអញ្ចឹងប្រិយមិត្តទាំងអស់គ្នាកុំភ្លេចខំសន្សំលុយប្រឹងប្រែងរៀនសូត្រប្រឹងធ្វើការបានលុយច្រើនកុំឲ្យជួបបញ្ហាដូច Olive ដល់កំសត់របស់យើងเลยណាអរគុណសម្រាប់ការតាមដានទស្សនានៅរឿងមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងនេះដោយ admin ដែរជួបគ្នានៅរឿងបន្ទាប់បើសិនជាទាំងអស់គ្នាចង់មើលរឿងនឹងផ្ទាល់ទាំងអស់គ្នាអាច scroll ទៅកាន់ comment ហើយខ្ញុំនឹងតម្លែក link នៅក្នុង comment មួយនឹង